បាទសួស្តីបងប្អូនទាំងអស់គ្នាមកជួបជាមួយនឹងការប្រមូលផលស្រូវដោយដឹកឡានបងប្អូនដឹកឡានដឹកទៅលក់នឹងម៉ាស៊ីនចំណែកឯចាក់នេះចាក់ធាសម្រាប់ហាលធ្វើពូជបន្តទៀតបងប្អូនបាទម៉ាស៊ីនគូបូតារបស់យើងចាប់ដើមចុះពីដែរបងប្អូនចុះនេះបាត់តែរកកណ្ដុរអស់ហើយដោយសារកណ្ដុរវាអត់សូវមានចុះតាមសិនជ្រោទេបងប្អូនដល់បាត់អស់លីងហ្មងបាត់ទាំងអ្នករកកណ្ដុរទៀតបើបងប្អូនទឹកឡើងឃ្លោកហ្មងបងប្អូនស្អាតដល់ហើយស្រូវនេះស្មើរលហ្មងមើលតែកជ្រាំងក៏ដឹងដែរបងប្អូនសត្វតាមហាត់តា6តោនហើយស្រូវនេះតែនៅតំបន់នេះគឺព្រោះក្រាស់ណាបងប្អូនអើយគ្រាន់តែពូជអ្នកខ្លះ2បាវខ្លះ2បាវកន្លះទៅបាចបងប្អូនពូជច្រើនណាស់គាត់ខ្លះពូជគេធ្វើត្រឹម1បាវកន្លះ2បាវគាត់នេះ2បាវកន្លះអីនោះតាដាក់ពូជច្រើនទាំងស្រូវឡើងក្រាស់ប៉ុន្តែស្រូវក្រាស់ក៏ត្រូវការមើលថែដិតដល់ដែរបងប្អូនថ្នាំក៏ប្រើច្រើនដែរដើម្បីការពារសត្វចង្រៃបងប្អូនវាអត់ដូចស្រូវដែលស្ដើងវាអត់សូវជំងឺច្រើនទេបាទស្រូវក្រាស់នេះជំងឺច្រើនណាស់បងប្អូនតើតាអ្នកស្រែនឹងគឺប្រឹងប្រែងមើលដិតដល់ណាស់មិនចឹងទេមកមេឃថ្នោតមកមេឃអីស៊ីគ្មានសល់ទេម៉ត់ក្លែវឡើយបាទបងប្អូនបាទអរគុណបងប្អូនដែលខំតាមដានទស្សនានៅវីដេអូការប្រមូលផលស្រូវស្រងែស្រាលបងប្អូនដោយសារតំបន់នេះគឺគេចូលចិត្តធ្វើស្រងែស្រាលវាលឿនហើយវាស្ពូអ្នកធ្វើទៅវាស្រួលលក់ធ្វើក្អូបជាងការវាអត់តាន់ពេលវេលាបងប្អូនបាទអរគុណច្រើនបងប្អូនកុំភ្លេចចុចchannel នេះផងបងប្អូនចុច subscribe ម្នាក់មួយផងបងប្អូនអើយស្ងាត់ឲ្យជ្រាបផងនេះបាទចំណែកគេនេះវិញគឺគេចាក់ហាលដើម្បីធ្វើពូជបងប្អូនស្រូវនេះធ្វើពូជគឺបានល្អណាស់បងប្អូនមើលតែផ្លែវាទៅហ្នឹងបងប្អូនគឺល្អមក